ប្រសិនបើឪពុកម្ដាយជំពាក់បំណុលគេច្រើនតើកូនត្រូវសងបំណុលឪពុកម្ដាយទេពេលគាត់ស្លាប់ទៅចម្លើយមានពីរករណីករណីទី1កូនត្រូវធ្វើការសងជំនួសករណីទី2កូនមិនត្រូវធ្វើការសងជំនួសទេករណីទី1កូនត្រូវសងជំនួសប្រសិនបើកូនសម្រេចចិត្តយល់ព្រមទទួលគេមរត់ក្នុងនាមជាសន្តិជនព្រោះជាគោលការណ៍តាមច្បាប់កូនមានសិទ្ធិទទួលបានគេមរត់មួយចំណែកបន្ទាប់ពីឪពុកម្ដាយបានស្លាប់ឧទាហរណ៍ដូចជាទ្រព្យសម្បត្តិយកលុយឬលក់ដីតាមច្បាប់មានន័យថាគាត់គឺជាសន្តិជនដូច្នេះគាត់ក៏ត្រូវសងបំណុលទាំងឡាយដែលឪពុកម្ដាយគាត់ជំពាក់ចាប់ពីពេលនេះទៅហើយគាត់មិនមានសិទ្ធិបកស្រាយថាគាត់មិនបានខ្ចីដែរពីព្រោះគាត់បានទទួលគេមរត់ពីឪពុកម្ដាយគាត់ដូច្នេះមានន័យថាគាត់បានបន្តសិទ្ធិនិងកាត់ផ្កិច្ចជំនួសឪពុកម្ដាយគាត់ចំណែកម្ចាស់បំណុលមានសិទ្ធិប្តឹងទៅតុលាការបានដូចគ្នាបើគាត់មិនព្រមសងករណីទី2កូនមានសិទ្ធិបោះបង់ចោលនៅសន្តិកម្មកូនមិនត្រូវសងជំនួសមានន័យថាកូនសម្រេចចិត្តមិនទទួលគេមរត់ឪពុកម្ដាយគាត់ឡើយគឺកូនត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការក្នុងរយៈពេល3ខែអំឡុងនាពេលឪពុកម្ដាយគាត់បានស្លាប់គិតចាប់ពីពេលគេតាដឹងថាឪពុកម្ដាយបានស្លាប់ដើម្បីបោះបង់ចោលនៅសន្តិកម្មដូច្នេះបើសិនជាកូនសម្រេចមិនទទួលគេមរត់នោះគឺកូនមិនមានកាតព្វកិច្ចសងជំនួសឬសងបំណុលណាមួយឡើយហើយម្ចាស់បំណុលមិនមានសិទ្ធិប្តឹងទាមទារឡើយបញ្ជាក់ក្នុងករណីរយៈពេល3ខែដែលកូនស្នើសុំបោះបង់ចោលសន្តិកម្មនេះគឺមានសារៈសំខាន់ណាស់ព្រោះបើផុតរយៈពេល3ខែច្បាប់បើនឹងចាត់ទុកថាកូនជាសន្តិជនដោយស្វ័យប្រវត្តិដូច្នេះក្នុងករណីបើឪពុកម្ដាយបានស្លាប់កូនត្រូវប្រញាប់ស្រាវជ្រាវអំពីទ្រព្យសម្បត្តិនិងបំណុលទាំងឡាយរបស់គាត់ហើយថ្លើមថ្លែងថាតើយល់ព្រមឬបោះបង់សន្តិកម្មមួយណាជាជម្រើសល្អសម្រាប់យើង